អូនធ្លាប់តែនិយាយថាមនុស្សស្រីដែលចេះធ្វើម្ហូបនឹងធ្វើឲ្យប្តីមានសុភមង្គលតែដែលឃើញទំនាក់ទំនងរវាងគាត់និងពុកអូនមិនសូវជឿទេតែយ៉ាងណាក៏ដោយអូននៅតែខំប្រឹងរៀនធ្វើម្ហូបដែរព្រោះអូនចង់បញ្ជាក់ថាពាក្យដែលម៉ែអូននិយាយជាពាក្យពិន